វាអ្នកហើយបន្តមកយើង scan វាទៅសួស្តីអ្នកទាំងអស់គ្នាវីដេអូមុនខ្ញុំបានមកចែករំលែកពីរបៀបជិះរថភ្លើងល្បឿនលឿនពី Holland មក Basic ហើយវីដេអូនេះខ្ញុំចង់មកចែករំលែកពីរបៀបជួល scooter ជិះពេលដែលយើងមកលេងប្រទេស Basic ហ្នឹងយើងមានជម្រើសច្រើនយើងអាចជួល scooter ជិះរថភ្លើងក្រោមដីឬក៏ហៅ taxi ជិះហើយអ្នកទាំងអស់គ្នាក៏អាចជួលជាប្រភេទកង់អង្គុយជិះបានដូចគ្នាហើយការដែលជួលកង់អង្គុយឬក៏ scooter នៅក្នុងប្រទេស Basic ហ្នឹងយើងមិនចាំបាច់ទៅជួលពីមនុស្សឬក៏កន្លែងគេផ្ទាល់ទេប្រតិបត្តិការនៃការជួលគឺវាធ្វើឡើងនៅក្នុងទូរស័ព្ទផងយើងទាំងអស់ហើយក្រុមហ៊ុន Bolt នេះគឺជាក្រុមហ៊ុនមួយដែលខ្ញុំគិតថាវាងាយស្រួលក្នុងការជួលចឹងខ្ញុំចង់ផ្ដល់យោបល់អ្នកទាំងអស់គ្នាគួរតែប្រើក្រុមហ៊ុនហ្នឹងទៅពេលដែលទៅលេងនៅខាងទ្វីបអឺរ៉ុបហ្នឹងហើយនេះជាវិធីខ្លះៗដែលខ្ញុំចង់ចែកម្លែកជាមួយអ្នកទាំងអស់គ្នាមុនពេលចេញដំណើរទៅលេងខាងប្រទេសហ្នឹងអ្នកទាំងអស់គ្នាគួរតែ download កម្មវិធី Bolt ហ្នឹងទុកនៅក្នុងទូរស័ព្ទឲ្យហើយទៅហើយអ្នកទាំងអស់គ្នាគួរតែ register ឬក៏ចុះឈ្មោះវាឲ្យហើយទៅពេលដែលចុះឈ្មោះហ្នឹងគេនឹងផ្ញើលេខកូដមកតាមលេខទូរស័ព្ទផងយើងហើយយើងត្រូវការលេខកូដហ្នឹងដើម្បីដាក់ចូលទៅក្នុង app ដើម្បីបញ្ជាក់ពីការចុះឈ្មោះផងយើងអញ្ចឹងម្នាក់ទាំងអស់គ្នាចាំរហូតដល់ពេលទៅដល់អឺរ៉ុបចាំ download app ហ្នឹងហើយចាំចុះឈ្មោះបើយើងអត់មានលេខទូរស័ព្ទទេយើងធ្វើអត់កើតទេហើយពេលដែលយើងទៅដល់ទីតាំងដែលយើងចង់ជួល scooter ហ្នឹងយើងបើក app ហ្នឹងទៅវានឹងប្រាប់ពីទីតាំងនៃ scooter ដែលយើងអាចហៅជិះបានហើយពេលដែលយើងឃើញ scooter ដែលនៅជិតយើងបំផុតហើយយើងមើលតាម map ហ្នឹងហើយដើរទៅរកវាទៅហើយបន្ទាប់ពីយើងឃើញ scooter ដែលយើងហៅនឹងហើយយើងត្រូវតែប្រើ app ហ្នឹងឡើងវិញ open វាមកហើយ scooter នីមួយៗវាមាន barcode ផងវាពេលយើង scan barcode ហ្នឹងទៅវានឹង load ឡើងនៅព័ត៌មានថាតើ scooter នឹងមានថ្មប្រមាណហើយអាចជិះបានប្រមាណគីឡូហើយយើងចុចពាក្យ start ride ហ្នឹងមកវានឹងចាប់ផ្ដើមប្រតិបត្តិការនៃការជួលហើយតម្លៃនៃការជួលវាអត់ថ្លៃម៉ាក់យើងអាចទទួលយកបានវាប្រៀបធៀបបានជាមួយនឹងតម្លៃជិះរថភ្លើងក្រោមដីពីកន្លែងមួយទៅកន្លែងមួយទៀតឬក៏អាចថោកជាងការជិះ taxi ទៀតតម្លៃផងវាគេគិតជានាទីហើយ1នាទីខ្ទង់ប្រហែលជា20សេនរ៉ូគេក៏មានកញ្ចប់ឲ្យយើងទិញដូចជាក្នុង30នាទីតម្លៃ$4ឬក៏យើងចង់បានច្រើនជាងហ្នឹងវាថោកទៅតាមហ្នឹងហើយពេលដែលយើងជិះគេនឹងកាត់នាទីទៅតាមអ្វីដែលយើងជិះហើយឧទាហរណ៍ថាបើយើងទិញកញ្ចប់30នាទីយើងក៏មិនបាច់ជិះនៅក្នុងពេលតែមួយហ្នឹងឲ្យអស់30នាទីដែរអ្វីដែលយើងជិះគេនឹងកាត់ទៅតាមហ្នឹងដូចថាបើយើងមានកញ្ចប់30នាទីយើងជិះអស់តែ10នាទីយើងនៅសល់20នាទីទៀតសម្រាប់ជិះពេលក្រោយហើយការបង់លុយយើងអាចប្រើជា Visa ឬក៏ Apple Pay បើសិនជាយើងមាន Apple Pay នៅក្នុងទូរស័ព្ទផងយើងហើយរឿងដែលពិសេសមួយទៀតគឺយើងអាចជួលជិះពីកន្លែងមួយទៅកន្លែងមួយទៀតដោយមិនបាច់ចាំបាច់ថាយើងជួលនៅកន្លែងហ្នឹងយើងត្រូវយកមកដាក់នៅកន្លែងហ្នឹងវិញទេឧទាហរណ៍ថាបើយើងចង់ជួលវាជិះពីមុខវាំងទៅខាងកោះពេជ្រអញ្ចឹងយើងមិនបាច់ចាំបាច់យក scooter ឬក៏កង់អង្គុយហ្នឹងមកខាងមុខវាំងវិញទេយើងអាចទុកវានៅខាងកោះពេជ្រហ្នឹងហ្មងហើយវាជាមធ្យោបាយធ្វើដំណើរមួយដែលផ្ដល់ទាំងការកម្សាន្តនិងបទពិសោធន៍ថ្មីជំនួសឲ្យការជិះ taxi ឬក៏រថភ្លើងក្រោមដីហើយនេះជាទស្សនវិជ្ជាខ្លះៗដែលខ្ញុំកំពុងជិះ scooter ហ្នឹងពីខាង downtown ប្រទេស Basic ហ្នឹងទៅស្ថានីយ៍រថភ្លើងវិញហើយពេលហ្នឹងក៏ជិតដល់ម៉ោងដែលខ្ញុំត្រូវឡើងរថភ្លើងពីប្រទេស Basic ហ្នឹងទៅខាងប្រទេសអង់គ្លេសវិញI see your light forgets to fight I give my life away ហើយពេលនេះខ្ញុំបានមកដល់កន្លែងដែលខ្ញុំត្រូវ return scooter ហ្នឹងហើយកន្លែងហ្នឹងដែរគឺជាកន្លែងដែលខ្ញុំត្រូវចោលឆក់ហ្នឹងអ្នកទាំងអស់គ្នាប្រហែលជាបានឃើញវីដេអូមុនហ្នឹងហើយអ្នកទាំងអស់គ្នាពេលដែលយើងមកដល់កន្លែង return scooter ហ្នឹងយើងគ្រាន់ដាក់ចតុលមកហើយដកទូរស័ព្ទដកអីចេញមកហើយនៅលើទូរស័ព្ទផងយើងហ្នឹងយើងចុចពាក្យថា end ride ទៅហើយធ្វើតាមការណែនាំដែលគេប្រាប់យើងហ្នឹងទៅគេឲ្យយើងថតរូបថាយើងចត scooter ហ្នឹងបានត្រឹមត្រូវអត់ហើយបន្ទាប់មកវានឹងបង្ហាញថាយើងជិះអស់ប្រហែលនាទីហើយបើយើងបានទិញវាជាកញ្ចប់វានឹងដកនាទីទៅតាមនឹងហើយនៅសល់ម៉ានយើងអាចទុកវាជិះពេលក្រោយបានទៀតហើយអ្នកទាំងអស់គ្នាវីដេអូមានប៉ុណ្ណឹងទេអរគុណច្រើនចាំមើលវីដេអូលើកក្រោយខ្ញុំនឹងព្យាយាមចែកម្លែកថ្មីៗដែលខ្ញុំគិតថាខ្ញុំគួរតែចែកម្លែកជាមួយអ្នកទាំងអស់គ្នា